សូមគោរពនឹងជម្រាបសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះបងនាំអារម្មណ៍បងប្អូនមកទស្សនាជាមួយនឹងប្រភេទភូស៊ីលបាទនេះហៅថាភូស៊ីលឈើបងប្អូនភូស៊ីលឈើអាយុកាលគាត់យូរតម្រាំឡើងកម្រិតឈើទៅជាថ្មបាទប្រភេទនេះគឺពីដើមឡើយគាត់គឺជាឈើតែត្រូវបានដុតចម្លោចកម្ដៅដោយទឹកដីភ្លើងខ្យល់អាកាសពេលវេលានិងអ្វីផ្សេងទៀតគឺបានកកើតទៅជាថ្មទីថ្មនេះពិសេសបងប្អូនឡំសាច់កមូនមកនេះបានឡំសាច់កមូនបាទស្អាតមែនតើអញ្ចឹងប្រភេទនេះយើងអាចប្រើការជាប្រយោជន៍មានដូចជាការតាំងឆ្លាក់ឆ្នៃទៅជាគ្រឿងអលង្ការមានកាប់មានអីជាដើមអញ្ចឹងទៅបាទប៉ុន្តែអ្នកថតភ្លេចពាក់កម្មបាទនៅសាច់គេឡាយហ្នឹងឯងមានឡាយមានច្រើនជំរឿសបងប្អូនមានលឿងលាយខ្មៅលាយស្អីអញ្ចឹងទៅមានក្រហមមានអីអញ្ចឹងទៅឃើញទេរៀងខុសគ្នាអញ្ចឹងសាច់គាត់ឡើងកមូនតែម្ដងអានេះខ្ញុំជំរឿសយកតែប្រភេទសាច់ឡើងកមូនណាបងប្អូនណាខ្ញុំមកថតជូនបងប្អូនទស្សនាបងសាច់ឡើងកមូនយកបរោយបាទកមូនស្អិតល្មួតតែពាក្យថាកមូននោះគឺថាមិនធម្មតាទេបាទសាច់អស់ទោះហើយបាទឡើងរកកម្រិតពើងទៀតបាទមើលសាច់គេមើលបាទឡើងកមូន100បាទនេះសាច់ឡើងកមូនបាទស្អាតដុំស្អាតហ្នឹងឡាយពណ៌ឡើងលឿងក្រហមនេះសាច់កមូនយក100បាទសាច់កមូនយក100បាទដុំនេះតាំងប្រមាណបាទឆ្លាក់ឆ្នៃស្អាតហ្នឹងកម្មមួយខ្សែយ៉ាងសង្ហាបាទកម្មស្អាត100បាទសិតតែបោះមើលសាច់ឡើងកមូនតែម្ដងបាទកមូននេះខ្ញុំជំរឿសយកតែសាច់កមូនយកមកថតជូនបងប្អូនទស្សនាសាច់បងប្អូនឃើញចាក់ស្ដែងនឹងឲ្យឡើងកមូនយក100បាទស្អាតបាទសាច់ស្អាតមែនតើឡាយផ្កាមើលទៅមើលឡើងកមូនខ្លះរៀងក្រហមសោះម៉ៅវាអញ្ចឹងទៅចូលគ្នាណាបាទខ្លាំងលេងនេះព្រោះចូល20-30គីឡូនេះសាច់កមូនផុតណាមួយឡងកមូនយកបរោយបាទស្អាតអានមែនតើសាច់កមូនសាច់ស្អាតណាអេមបងនេះកលែងគាត់អស់តោះហ្មងនេះកម្រិតឈើមិនឯឡើងចឹងកមូនដែរបាទកមូនដែរបាត់គោះលន់អេម100ដំចុងតិចសាច់គាត់ស្ទើរកមូនបន្តិចវាចង់ទៅជាលោហៈអានេះអាចទិញយកធ្វើជួងបានអាចឲ្យចងធ្វើជួងបានបាទគួរលឺបាទអរគុណបានចូលទស្សនាជូនពរសុខភាពល្អសំណាងល្អបាទ